សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ការមកចែករំលែកនៅគន្លឹះខ្លីៗសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីគន្លឹះក្នុងការចូលទៅឆែកមើលស្លាកលេខរថយន្តក៏ដូចជាស្លាកលេខម៉ូតូបាទនេះគឺជាប្រភេទនៅស្លាកលេខរថយន្តហើយស្លាកលេខហ្នឹងបងប្អូនអាចធ្វើការវាយជាអក្សរឡាតាំងក៏បានជាអក្សរខ្មែរក៏បានតម្លៃគឺមាននៅខាងក្រោមហ្នឹងបាទមួយទៀតគឺតកតងជាមួយនឹងបាទម៉ូតូក៏ដូចគ្នាមានទាំងឈ្មោះក៏ដូចជាតម្លៃនៅខាងក្រោមនឹងដូចគ្នាហើយវិធីសាស្ត្រក្នុងការចូលទៅឆែកមើលគឺអត់ពិបាកទេគឺបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធីជ្រោមយើងជាមុនសិនមកបន្ទាប់មកទៀតបងប្អូនគ្រាន់តែធ្វើការវាយពាក្យថា mpwt បាទអញ្ចឹងបងប្អូនត្រូវវាយបែបហ្នឹងមកណា mpwt.gov.kh ចឹងបន្ទាប់ពីយើងធ្វើការវាយរួចរាល់យើងធ្វើការចុច search មកបាទនៅពេលដែលយើងធ្វើការ search វានឹងបង្ហាញបែបនេះហើយចឹងវាមាន2បាទសម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តគឺត្រង់ចំណុចខាងលើនឹងឯងបាទចឹងបើសិនជាបងប្អូនចង់បានស្លាកលេខរថយន្តចឹងយើងចូលទៅឆែកក្នុងប្រព័ន្ធស្លាកលេខរថយន្តនឹងមកអញ្ចឹងនៅពេលដែលយើងធ្វើការចូលទៅឆែកមើលវានឹងបង្ហាញប្រភេទនៅស្លាកលេខរថយន្តដែលមានស្រាប់ឲ្យបងប្អូនមើលជាគំរូណាបងប្អូនបាទអញ្ចឹងយើងគ្រាន់តែធ្វើការ scroll មកក្រោមបន្តិចមកបាទត្រង់ហ្នឹងបាទ scroll មកបងប្អូននឹងឃើញប្រភេទស្លាកលេខរថយន្តដែលមានស្រាប់តែម្ដងហើយតម្លៃក៏មាននៅខាងក្រោមស្លាកលេខនឹងបង្ហាញឲ្យបងប្អូនស្រាប់តែម្ដងបាទអញ្ចឹងសម្រាប់ស្លាកលេខដែលបងប្អូនចង់បានដោយផ្ទាល់ខ្លួនឬក៏ឈ្មោះរបស់បងប្អូនយើងគ្រាន់តែធ្វើការចុចកន្លែងសញ្ញា search មកអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចធ្វើការវាយឈ្មោះរបស់បងប្អូនមកហើយយើងគ្រាន់តែធ្វើការ search មកបាទយើងដាក់ឈ្មោះក៏បានលាយជាមួយនឹងលេខក៏បានដែរហើយយើងធ្វើការ search មកវានឹងបង្ហាញតម្លៃឬក៏ស្លាកលេខនៅខាងក្រោមនឹងស្រាប់ហើយឃើញទេបងប្អូនបាទងាយស្រួលមែនតើហើយបើសិនជាចង់បានគឺបងប្អូនអាចចុចកំងតាមនឹងមកយើងអាចយកមកប្រើប្រាស់បានហើយហ្នឹងគឺជាប្រភេទនៃស្លាកលេខរថយន្តបាទអញ្ចឹងបងប្អូនអាចធ្វើការវាយអក្សរឡាតាំងក៏ដូចជាលេខឬក៏ជាអក្សរខ្មែរតាមចំណង់ចំណូលចិត្តបាទមួយទៀតតកតងជាមួយនឹងប្រភេទម៉ូតូអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់នៅម៉ូតូក៏អាចធ្វើការកំងនៅស្លាកលេខទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដែលចង់បានដែរវិធីចូលទៅគឺយើងគ្រាន់តែធ្វើការចុចចូលក្នុងប្រព័ន្ធហ្នឹងមកហើយបន្ទាប់ពីយើងធ្វើការចុចចូលហើយវានឹងដំណើរការហើយបងប្អូនអាចធ្វើការរងចាំបន្តិចណាបងប្អូនបាទអញ្ចឹងនៅពេលដែលវាដំណើរការរួចរាល់បងប្អូនអាចនឹងឃើញនៅប្រភេទឈ្មោះបាទឈ្មោះស្លាកលេខម៉ូតូនឹងឯងហើយតម្លៃក៏វាបង្ហាញនៅខាងក្រោមនឹងដូចគ្នាបងប្អូនឃើញទេបាទតម្លៃនៅខាងក្រោមហ្នឹងរៀងធូរជាងរថយន្តបន្តិចបាទអញ្ចឹងនៅពេលដែលស្លាកលេខម៉ូតូហ្នឹងបងប្អូនចង់បានគឺបងប្អូនអាចចុចនៅលើនឹងបានបើសិនជាបងប្អូនចង់បំពេញស្លាកលេខម៉ូតូឈ្មោះដោយបងប្អូនពេញចិត្តដោយខ្លួនឯងយើងគ្រាន់តែធ្វើការចុចកន្លែងសញ្ញា search មកហើយយើងអាចធ្វើការដាក់អក្សរឡាតាំងជាមួយនឹងលេខបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការចុច search មកបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើការ search វានឹងបង្ហាញស្លាកលេខហ្នឹងនៅខាងក្រោមហ្នឹងក៏ដូចជាតម្លៃក៏នៅខាងក្រោមហ្នឹងដូចគ្នាអញ្ចឹងវានឹងបង្ហាញឲ្យបងប្អូនតែម្ដងនេះគឺជាប្រភេទនៅស្លាកលេខម៉ូតូដែលបងប្អូនចង់បានណាបាទគឺបង្ហាញតម្លៃនឹងឲ្យស្រេចតែម្ដងបាទអញ្ចឹងវីដេអូក្នុងការចែករំលែកជូនបងប្អូនពីវិធីសាស្ត្រក្នុងការឆែកតម្លៃស្លាកលេខម៉ូតូឬក៏រថយន្តគឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណ